រស់នៅជាមួយការពិតទោះបីមិនហ៊ឺហាមិនលយឆាយក៏ជាជីវិតដែលមានសេចក្តីសុខពីក្នុងចិត្តជីវិតដែលកុហកឬសម្ដែងមើលទៅហាក់ដូចជាភ្លឺថ្លាពោពេញដោយការតុបតែងខាងក្រៅប៉ុន្តែខាងក្នុងវិញពេញទៅដោយការព្រួយបារម្ភការភ័យខ្លាចនិងការបង្ខំខ្លួនឯងឲ្យធ្វើជាមនុស្សដែលមិនមែនជាខ្លួនយើងរស់នៅក្នុងការពិតអាចនឹងធម្មតាប៉ុន្តែវាធ្វើឲ្យយើងគេងលក់ស្រួលមិនបារម្ភនឹងការបិទបាំងរស់នៅមានតម្លៃនិងអត្តសញ្ញាណពិតប្រាកដជីវិតពិតមិនចាំបាច់ត្រូវការអ្នកដទៃមកសរសើរទេតែចាំបាច់ឲ្យខ្លួនឯងសប្បាយចិត្តមានសេចក្តីសុខនិងសុខសាន្តផ្លូវចិត្តដោយ